ជំរាបសួរពុកម៉ែបងប្អូនប្រជាកសិករថ្ងៃនេះខ្ញុំបាទឈ្មោះមួយឡាញ់ជាបុគ្គលិករបស់ក្រុមហ៊ុនរិចយបានចូលមកពិនិត្យមើលការបាញ់សាឡបងលើស្រូវដែលកើតជំងឺផ្លាស់ដែលបងប្អូនភាគច្រើនហៅថាជំងឺក្រាលើស្រូវឡើងក្រហមដែលស្ថិតនៅភូមិទួលចំបក់ឃុំត្រៀនស្រុកកំពង់សៀមខេត្តកំពង់ចាមដោយយើងពិសោធន៍ជូនអ្នកមីងខុំអញ្ចឹងបងប្អូនបន្តិចទៀតនេះនឹងបានស្ដាប់នៅបទសម្ភាសន៍របស់អ្នកមីងខុំដែលយើងបានពិសោធន៍បាទរីទស្សនាទាំងអស់គ្នាបាទមីងចាជំរាបសួរបាទអ្នកមីងជួយបង្ហាញឈ្មោះហើយនឹងទីកន្លែងរស់នៅឲ្យខ្ញុំតិចខ្ញុំឈ្មោះលេមសុខុមនៅភូមិទួលចំបក់ឃុំត្រៀនស្រុកកំពង់សៀមខេត្តកំពង់ចាមបាទអ្នកមីងក្រោយពីកាលពីពួកខ្ញុំមិនតន់មកស្រូវអ្នកមីងកើតមានបញ្ហាអីដែរស្រូវហ្នឹងកាលពីគាត់មិនទាន់មកខ្ញុំបាញ់ថ្នាំបាញ់អីទិញថ្នាំមកហើយវាដូចថាវាអត់ចង់ចាញ់អញ្ចឹងណាវាក្រហមផ្លឹកអីវាអត់ចង់ចាញ់ដល់ពេលវាអត់ចង់ចាញ់ខ្ញុំក៏ទិញថ្នាំតាមអនឡាញយកមកបាញ់ដល់ពេលយកមកបាញ់អញ្ចឹងទៅវាវាយូរដូចវាយឺតអញ្ចឹងចាដល់ពេលនេះទទួលខ្ញុំជួបលោកគ្រូហ្នឹងតែលោកគ្រូគាត់ឲ្យថ្នាំគាត់ឲ្យថ្នាំ3ធុងអញ្ចឹងណាដល់ពេលបើថ្នាំ3ធុងខ្ញុំយកទៅបាញ់ទៅស្រូវហ្នឹងដូចរៀងវាឆាប់ចាញ់ណាហើយទៅវាក្រហមហ្នឹងវាបាត់ទៅវាប្រែខ្មៅវាឆាប់ចេញចាវាឆាប់ចេញដល់ពេលអញ្ចឹងទៅគាត់មករយៈពេលមកគាត់ឲ្យថ្នាំខ្ញុំមួយសាទៀតដល់ពេលឲ្យខ្ញុំមួយសាទៀតទៅខ្ញុំយកមកបាញ់ទៅស្រូវហ្នឹងវាចេញស្រស់ឡើងណាប៉ុន្តែគ្រាន់ថាដំណាក់កាលហ្នឹងស្រូវហ្នឹងវាកំពុងចេញស្រស់ហើយចេញកាលពីដំបូងអត់ទាន់ចេញស្រស់ណាអត់ទាន់ចេញស្រស់ខ្ញុំគេចេញវិញនេះខ្ញុំជួយច្បល់ដើររកថ្នាំអនឡាញផងអញ្ចឹងបាទមីងដល់ពេលខ្ញុំយកមកបាញ់អញ្ចឹងយកថ្នាំលោកគ្រូមកបាញ់អញ្ចឹងវាចេញទៅគាត់យកមកឲ្យមួយសាទៀតបានខ្ញុំបាញ់ទៅស្រូវហ្នឹងវាចេញស្រស់មែនចេញស្រស់ល្អមែនថ្នាំហ្នឹងល្អចាកាលពីមុននេះខ្ញុំមុននឹងឲ្យថ្នាំអ្នកមីងខ្ញុំបានចុះមកពិនិត្យមើលនៅលើស្ថានភាពស្រូវអ្នកមីងថាស្រូវអ្នកមីងកើតនៅជំងឺផ្លាស់ហ្នឹងហើយខ្ញុំក៏បានពិនិត្យមើលលាវមើលទៅក៏ឃើញមានអាពួកដង្កូវហើយនឹងពួកសត្វមីធ្វើឲ្យវាជញ្ជក់នៅអាទឹកដោះរបស់ស្រូវហ្នឹងធ្វើឲ្យវាស្កកវាល្អល្អួលហើយក៏វាមិនចេញទៅខ្ញុំបានប្រើផលិតផល Rejoy ថ្នាំហើយនឹង Rejoy Power បូកជាមួយនឹង Rejoy មាសពេជ្រដើម្បីកម្ចាត់ពពួកសត្វដង្កូវហើយនឹងសត្វមមាញហើយព្យាបាលស្រូវអ្នកមីងឲ្យវាមានភាពវាឡើងវិញឲ្យវាមានឆាប់ចេញយើងជួយវាឆាប់ចេញហើយក្រោយពីខ្ញុំព្យាបាលរួចក៏ខ្ញុំឃើញថាស្រូវនឹងវាចេញស្រស់ទៅខ្ញុំដាក់ជីវផនជូនអ្នកមីងទៀតបាទហើយខ្ញុំចង់ដឹងពីចំណាប់អារម្មណ៍អ្នកមីងថាក្រោយពីអ្នកមីងបានប្រើផលិតផលរបស់ខ្ញុំហើយតើអ្នកមីងមានអារម្មណ៍យ៉ាងម៉េចដែរបាទសប្បាយចិត្តដែរណាឃើញស្រូវនោះវាផ្លែមកវាទុំវាថ្លាវាអីចឹងណាបើអាកន្លែងនោះដែលខ្ញុំអត់បាញ់នៅចុងខាងនោះខ្ញុំអត់ធំមកនៅចុងខាងនោះតែវាមានរៀងគាត់រៀងអុចខ្មៅដែរហើយណាមួយវាចេញមកវានៅខិនម្ដុំវាខិនដែរអានោះខ្ញុំបាញ់ឆ្នាំនឹងអស់ទៅវាអត់ដល់អានោះវារៀងចេញទៅវានៅរៀងខិនដូចថានៅម្ដុំមានអត់មានស្មើអញ្ចឹងណាវាមានខ្ពស់ទៀបអញ្ចឹងណាអូខ្ញុំចេះនឹកឃើញណាកលុះខ្ញុំបាច់ជីវាដល់ពេលអញ្ចឹងទៅខ្ញុំមកពិនិត្យត្រឹមតែខ្ញុំបាញ់មកកណាត់ហ្នឹងទៅខ្ញុំថាអូអានេះមកពីបាញ់ជីយើងបាញ់អាថ្នាំក្រោយហ្នឹងយ៉ាងទៅខ្ញុំស្មានថាអញ្ចឹងណាខ្ញុំថាប្រហែលជាមកពីថ្នាំក្រោយហ្នឹងហើយបានអាខាងហ្នឹងល្អខាងនោះវារៀងនៅហិចណារបៀបដូចថាសូវក្រាស់ខ្លាំងប៉ុន្តែនៅខាងនេះក្រាស់ដែរតែវាចេញស្មើក្រោយពីបានស្ដាប់ភាសាអ្នកមីងរួចមកបាទខ្ញុំបាទសូមអរគុណបាទអរគុណឲ្យមីងបាទចាអរគុណច្រើនគ្រូក្រោយពីបងប្អូនបានស្ដាប់បទសម្ភាសន៍របស់អ្នកមីងរួចមកបើសិនជាពុកម៉ែបងប្អូននៅមានចម្ងល់ត្រង់ណាឬក៏ស្រូវពុកម៉ែបងប្អូនកើតនៅបញ្ហាជំងឺផ្លាស់ឬក៏ហៅថាជំងឺខ្សាលើស្រូវសម្បូរដោយពួកសត្វមមាញជញ្ជក់លើដំណាំស្រូវឬក៏ពួកដង្កូវមួយយីដំណាំបងប្អូនឬក៏បងប្អូនមានចម្ងល់ត្រង់ចំណុចណាមួយបងប្អូនអាចទំនាក់ទំនងតាមលេខអ្នកបច្ចេកទេសខាងក្រោមនេះបានបាទអញ្ចឹងវីដេអូនេះខ្ញុំបាទសូមបញ្ចប់តែប៉ុណ្្នឹងឯងបាទសូមអរគុណនិងសូមគោរពលាបាទ